បងប្អូនអរគ្នាសូមបីតែខាងមុខក៏មាន storage ដាក់អវ៉ាន់ដែរមានទំហំរហូតដល់110លីត្រនៅលើអេក្រង់នេះបងប្អូនពេលមានមនុស្សដើរកាត់គឺវា scan ឃើញទាំងអស់ហើយមិនបាច់បារម្ភទេចូលចតកន្លែងណាក៏បានដែរហើយចាំបាច់មានគំនូសទេបងប្អូនអរគ្នានេះដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះក្រុមហ៊ុន BYD Cambodia បានសម្រេចចិត្តនាំចូលនៅ model ថ្មីមួយដែលជាប្រភេទ BYD CLIN5 ជាប្រភេទ EV រថយន្តនេះមានតម្លៃត្រឹមតែ$22,800តែប៉ុណ្ណោះអញ្ចឹងកុំឲ្យខាត់ពេលយូរសូមនាំអារម្មណ៍បងប្អូនទៅដឹងអំពីចំណុចពិសេសរបស់វាទាំងអស់គ្នាបានក្រុមជំរាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីនេះគឺជា BYD CLIN5 EV ថ្ងៃនេះខ្ញុំនឹងជំរាបជូនទៅកាន់បងប្អូនពីចំណុចដែលគួរពិចារណាក៏ដូចជាចំណុចពិសេសរបស់វាទាំងអស់គ្នាបងប្អូនសម្រាប់រថយន្តនេះសម្រាប់ការសាក់ភ្លើងបំពេញគឺអាចបើកបានរយៈចម្ងាយរហូតដល់520គីឡូម៉ែត្រស្តង់ដារ CLTC ដែលប្រើប្រាស់មកជាមួយនឹង BYD Balance Battery ដែលមានទំហំរហូតដល់ 60.9 គីឡូវ៉ាត់ម៉ោងហើយវាប្រើប្រាស់នៅ motor អគ្គិសនីនៅផ្នែកខាងក្រោយ motor អគ្គិសនីនេះមានទំហំរហូតដល់160គីឡូវ៉ាត់ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតវាផលិតបានកម្លាំងសរុបរហូតដល់218 HP ជាមួយនឹងកម្លាំងរមុះរហូតដល់330 Newton meters សន្ទុះល្បឿននៃការវាស់ទិន្នកុងទ័រពី0ទៅដល់100គីឡូម៉ែត្រក្នុង1ម៉ោងចំណាយពេលត្រឹមតែ 7.2 វិនាទីតែប៉ុណ្ណោះការសាកពី30ទៅ 80% DC fast charge គឺចំណាយពេលត្រឹមតែ18នាទីតែប៉ុណ្ណោះឥឡូវបើយើងនិយាយពីទំហំ capacity របស់វាគឺរហូតដល់156គីឡូវ៉ាត់កាន់តែពិសេសបងប្អូនអរគ្នាក៏អាចធ្វើការទាញយកភ្លើងទៅប្រើប្រាស់បានតាមរយៈមុខងារ V2L របស់រថយន្តនេះផងដែរបងប្អូនអរគ្នាក៏លេខទៅមើលការ design បងប្អូនឃើញ signature របស់ BYD នៅតែរក្សាបានដដែលគឺជាមួយនឹងការ design បែប modern តាក់ទាញ futuristic តាមបែបអនាគតជាជាង LED មានមុខងារតម្លើងតម្លាក់ពលឺបិទបើកដោយស្វ័យប្រវត្តិជាពិសេស daytime running light វាមើលទៅស្រស់ស្អាតមែនទែនមិនថាពេលថ្ងៃឬក៏ពេលយប់ទេបងប្អូនអរគ្នាមានមកជាមួយនឹង parking sensor ខាងមុខរហូតដល់6គ្រាប់កាមេរ៉ាមួយគ្រាប់ដែលជាមួយនៅក្នុងចំណោមមួយជុំរថយន្តធ្វើការជាមួយនឹង360 degree ក៏មានមកជាមួយនឹង storage ផ្នែកខាងមុខផងដែរសម្រាប់យើងទុកដាក់អវ៉ាន់មានទំហំរហូតដល់110លីត្រដែលគេហៅថា frankចឹងបងប្អូនអរគ្នាផ្នែកខាងមុខនេះខ្ញុំពេញចិត្តជាងគេនៅផ្នែក lip ខាងក្រោមនេះ design មកជាលក្ខណៈបន្លោះផ្នែកខាងក្រោមស្ទើរតែជាចំណុចដែលយើងគួរពិចារណាឬក៏ចំណុចមួយដែលតាក់ទាញសម្រាប់រថយន្តនេះចឹងបើសិនជាយើងមើលទៅលើផ្នែកខាងមុខគឺខ្ញុំសង្ខេបជូនបងប្អូនប៉ុណ្ណឹងអនុញ្ញាតសូមនាំអារម្មណ៍បងប្អូនទៅតាមដានបន្តទៀតពីចំណុចពិសេសនៅផ្នែកចំហៀងតោះបងប្អូនអរគ្នាយ៉ានកង់អលុយមីញ៉ូមគឺជាប្រភេទ17អ៊ីងហើយ design គឺតាមបែបរថយន្តអគ្គិសនីតែម្ដង two tone ពណ៌ខ្មៅលាយជាមួយពណ៌ក្រមមេមើលទៅស្អាតមែនទែន cleanកន្លែងទៅមើលផ្នែកម្ដុំខាងនេះគ្រាន់តែផ្នែកចំហៀងមកវាគឺមានកាមេរ៉ារហូតដល់3គ្រាប់1 2កន្លែងនេះក៏មានមួយដែរ3អញ្ចឹងបើសិនជាយើងកន្លែងទៅមើលត្រឡោកកញ្ចក់មានមុខងារក្តោបដែលស្វ័យប្រវត្តិមានសញ្ញូ LED ហើយកាន់តែពិសេសមានមុខងារកម្ដៅថែមទៀតផងនឹងសិតតែជាចំណុចនៅផ្នែកចំហៀងដែលយើងត្រូវដឹងណាបើយើងកន្លែងទៅមើលខាងលើក៏មានមកជាមួយនឹង style កាងលើដបូលរបស់គេពណ៌ខ្មៅបន្តិចដែលវាមើលទៅវារំលេចនូវភាពស្ពណ៌ឥឡូវដើម្បីកុំឲ្យខាត់ពេលយូរយើងបន្តទៅតាមដានអំពីចំណុចពិសេសនៅផ្នែកខាងក្រោយបន្តទៀតតោះបងប្អូនឥឡូវនេះយើងបន្តចូលមកកាន់ផ្នែកខាងក្រោយអញ្ចឹងចំណុចដែលយើងត្រូវនិយាយគ្នាមុនគេគឺទៅលើ stop design បែបប្លែកមែនតើហើយធំជាប់គ្នាពីមួយចំហៀងទៅមួយចំហៀងតែម្ដងហើយកន្លែងនេះខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺ logo BYD ប៉ុន្តែជាលក្ខណៈ LED ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ទៅលើ spoiler នេះមួយទៀត design បែប sport លាយមកជាមួយនឹងពណ៌ខ្មៅអមមកជាមួយនឹងភ្លើង frank បាទនៅផ្នែកកណ្ដាលមួយនេះអញ្ចឹងផ្នែកខាងក្រោមនេះមានមកជាមួយនឹង parking sensor 6គ្រាប់ដូចគ្នាអញ្ចឹងបូកបញ្ចូលគ្នា12គ្រាប់ខ្ញុំសូមបើកឃ្លុបមើលបន្តិចបងប្អូនអរគ្នាចង់ដឹងថាទំហំឃ្លុបខាងក្រោយរបស់វាប៉ុណ្ណាមកល្មមនៅក្នុងការធ្វើដំណើរបើសម្រាប់យើងប្រើប្រាស់លក្ខណៈគ្រួសារឬក៏មានមិត្តភ័ក្តិទៅ trip ផ្លូវឆ្ងាយបងប្អូនមិនបាច់បារម្ភមើលថាជាអៀតទេហើយសម្រាប់កៅអីជួរទី2វិញក៏អាចធ្វើការកាច់បត់រៀបស្មើផងដែរសំខាន់គឺនៅផ្នែកខាងក្រោមនេះមាន storage ដែលយើងអាចធ្វើការដាក់អាវ៉ាន់បានមួយចំនួនហើយពេលខ្លះយើងអាចដាក់ជាមួយនឹងគ្រឿងក្រៅចាំបាច់របស់វាឧទាហរណ៍ដូចជាឆ្នាំងសាកអីចឹងយើងដាក់នៅខាងក្រោមនេះបានបងប្អូនអរគ្នាអូខេសូមបិទវិញឥឡូវនេះសូមនាំអារម្មណ៍បងប្អូនចូលទៅបន្តតាមដានអំពីបច្ចេកវិទ្យាចំណុចពិសេសនៅផ្នែកខាងក្នុងជាមួយនឹងរថយន្តនេះទាំងអស់គ្នាចឹងបងប្អូននៅពេលដែលយើងចូលមកកាន់ផ្នែកខាងក្នុងនេះបងប្អូននឹងចាប់អារម្មណ៍ទៅលើផ្នែកតាប់ឡូគឺ design មកស្មើ clean ស្អាតតែម្ដងកន្លែងនេះគឺ design ជាលក្ខណៈកម្មញីបងប្អូនមើលទៅប្លែកម្យ៉ាងដែរអេក្រង់ 12.8 អ៊ីងនេះគឺជាចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតគឺយើងអាចមើលទៅលើកាមេរ៉ាមួយជុំរថយន្តបងប្អូនចាំទស្សនាទាំងអស់គ្នាមួយជុំរថយន្តនេះគឺ scan ដល់បាតបើយើងគិតទៅគឺ540 degree ឯងបងប្អូនអរគ្នាបាទមើលកំហើញបែបម៉េចបងប្អូនឃើញឯងមើលពីលើក៏បាន
មើលបែបពីឆ្វេងស្ដាំផ្នែកខាងក្រោយផ្នែកខាងមុខអីបងប្អូនឃើញជាក់ស្ដែងនឹងភ្នែកក៏ប៉ុន្តែនេះបងប្អូនអរគ្នាគឺមុខងារចូលចតអូតូម៉ាទិកអញ្ចឹងមុខងារចូលចតអូតូម៉ាទិកហ្នឹងឧទាហរណ៍ថាយើងចង់ចូលចតកន្លែងណាមួយមិនបាច់ចាំមានគំនូសទេគ្រាន់តែទាញកន្លោននេះយកទៅដាក់កន្លែងណាដែលយើងចង់ចតហើយការបង្វិលបងប្អូនអាចបង្វិលបានទៀតកាមេរ៉ានេះមានមុខងារ record ទៀតពេលដែលមានសកម្មភាពណាមិនស្រួលនៅក្រៅឡានយើងណាគឺវាក៏ធ្វើការ record អូតូដែរមានការប៉ះទង្គិចអីក៏ដោយអញ្ចឹងអត់ចាំបាច់យើងចុច record ទេគឺវាធ្វើការអូតូម៉ាទិកតែម្ដងឥឡូវបើយើងនិយាយពាក់ព័ន្ធមួយការបើកបរវិញ select ទៅលើប៊ូតុងនេះបងប្អូនអរគ្នាដែលមានពាក្យថា DI Pilot ហ្នឹងបងប្អូនឃើញមាននៅ option 3សំខាន់គឺ ACC Adaptive Cruise Control ដែលកំណត់ល្បឿនថេរល្បឿនស្វ័យប្រវត្តិទៅតាមរថយន្តខាងមុខនិងប្រព័ន្ធមួយទៀតគេហៅថា Intelligent Cruise Control ដែលជាប្រព័ន្ធកំណត់ឲ្យការបើកបរស្ថិតនៅលើគន្លងផ្លូវកណ្ដាលត្រឹមត្រូវតែម្ដងហើយតាមជាមួយនឹងរថយន្តខាងមុខកាន់តែពិសេសគឺ NOA គេហៅថា Navigation on Autopilot ដែលវាជាមុខងារជំនួយឲ្យការបើកបរតាមផែនទីមានន័យថាកំណត់ឲ្យការបើកបរហ្នឹងគឺវាស្មើល្អវានៅក្នុងគន្លងល្អដែលវាជួយខ្លាំងមែនទែននៅពេលដែលយើងចង់ចេញឆ្ងាយពីគន្លងឬក៏ចង់ធ្វើការវ៉ាជែងចេញពីគន្លងអីគឺដឹងតែទំនុកចិត្តនិងសុវត្ថិភាពខ្ពស់តែម្ដងនៅក្នុងការបើកបរជាគោលរបស់វាប្រើប្រាស់ Electronic មានមុខងារបញ្ជាគ្រប់យ៉ាងទាំងអស់មានទាំង voice command ហើយយើងអាចបដូរបទចម្រៀងអីដូចរថយន្តទូទៅដែរសំខាន់គឺជាកូននេះស្រោបមកជាមួយនឹងស្បែកកាន់ទៅស្និទ្ធដៃមែនទែនកាន់តែពិសេសបងប្អូនអ្នកគ្នាយើងក៏អាចធ្វើការបញ្ជាតាមរយៈសំឡេងផងដែរហើយការបញ្ជាតាមរយៈសំឡេងរបស់វានឹងរៀង special បន្តិចគឺវាអាចបញ្ជាតាមរយៈសំឡេងនឹងរហូតដល់4តំបន់ខុសៗគ្នានៅក្នុងរថយន្តនេះតែម្ដងមិនប្រកាសថាត្រូវតែអង្គុយនៅកន្លែងអ្នកបើកបរទេទើបអាចធ្វើការបញ្ជា voice command បានកន្លែងនេះគឺល្អមែនទែនកាន់តែពិសេសជាមួយនឹងអេក្រង់ផ្ដល់ព័ត៌មានគឺមានទំហំ 8.8 អ៊ីនដែលវាផ្ដល់នូវទិន្នន័យច្បាស់ល្អហើយវា scan ទៀតបងប្អូនអ្នកគ្នានៅពេលដែលធ្វើដំណើរតាមផ្លូវទៅយើងឃើញជាមួយនឹងឧបសគ្គខាងមុខគឺវា scan ដឹងជាមួយនឹងឧបសគ្គថាមានរថយន្តមានម៉ូតូឬក៏មានអ្វីៗដែលមិនប្រក្រតីនៅផ្នែកខាងមុខវា scan ដឹងហើយព័ត៌មានផ្សេងៗដូចជាសម្ពាធខ្យល់កង់បាទ dry mode មាន eco សម្រាប់សំចៃមាន normal សម្រាប់គេហៅថាផ្លូវស្ថានភាពធម្មតាដែលយើងអាចធ្វើការបត់បែនបាន sport សម្រាប់យើងលេងល្បឿនចង់ឲ្យលឿនចង់ឲ្យខ្លាំងនិងចុងក្រោយគឺពាក់ព័ន្ធជាមួយនឹង snowfield បើសិនជានៅស្រុកគេគឺផ្ដោតសំខាន់ទៅលើផ្លូវតកកហើយស្រុកយើងគឺផ្លូវល្អិលពាក់ព័ន្ធជាមួយនឹង wireless charge គឺទំហំ50 W សាកថ្មល្បឿនលឿនគឺថាលឿនខ្លាំងមែនតើទៅផ្នែកខាងក្រោមមាន storage ដាក់អវ៉ាន់នេះបងប្អូនអាចដាក់ជាមួយនឹងកាបូបទូចៗបងប្អូនឬក៏អវ៉ាន់ដែលបងប្អូនចង់ដាក់បានសំខាន់វាមាន USB Type C និង USB ធម្មតានៅផ្នែកខាងក្រោមហ្នឹងផងដែរកន្លែងទៅកាន់ផ្នែកខាងលើយើងក៏ទទួលបាននៅដំបូល panoramic roof ដែរបងប្អូនអរគ្នាធំមែនតើលាតពីខាងមុខនេះរហូតដល់ជួរទី3ដាក់អវ៉ាន់ណាបងប្អូនអរគ្នាហើយកៅអីផ្នែកអ្នកបើកបរនេះគឺជាប្រភេទពូកស្បែកមានគុណភាពខ្ពស់មានមុខងារត្រជាក់កៅអីអ្នករួមដំណើរនេះក៏មានមុខងារត្រជាក់ដែរកៅអីអ្នកបើកបរអាចសេរីបានរហូតដល់6របៀបកៅអីអ្នករួមដំណើរចិត្តខ្ញុំនេះគឺសេរីបាន4របៀបមានន័យថា4ទិសដៅអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរសូមនាំអារម្មណ៍បងប្អូនបន្តចូលទៅកាន់កៅអីជួរទី2ទាំងអស់គ្នាតោះនេះគឺជាកៅអីជួរទី2អញ្ចឹងបងប្អូនអាចមើលបានពីទំហំចឹងសម្រាប់កម្រិតជើងបងប្អូនឃើញជាក់ស្ដែងណាបាទហើយនេះគឺជាកម្រិតផ្នែកខាងលើបាទគឺវាធំទលាយសម្រាប់ការអង្គុយអញ្ចឹងបើយើងកន្លែងទៅមើលផ្នែកកណ្ដាលនេះគឺយើងមានមកជាមួយនឹងម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយយើងមានមកជាមួយនឹង USB Type C និង USB ធម្មតាសម្រាប់ធ្វើការសាកថ្មផងដែរបងប្អូនកន្លែងទៅមើល armrest បាទនេះ armrest ធំមែនតើហើយសំខាន់គឺមាននៅកន្លែងដាក់ cup holder មានន័យថាកន្លែងដាក់កែវទឹកចំនួន2អញ្ចឹងបងប្អូនអរគ្នាផ្នែកកៅអីទី2គឺយើងមានប៉ុណ្ណឹងសម្រាប់បងប្អូនដែលចង់បានរថយន្តអគ្គិសនីដែលមានតម្លៃល្អត្រឹមតែ$22,800ទេបងប្អូនអរគ្នាហើយសម្រាប់ model ដែលខ្ញុំកំពុងតែ review នេះបងប្អូនឃើញជាមួយនឹងពណ៌ខៀវនេះគឺគ្រាន់តែសម្រាប់ដាក់តាំងបង្ហាញលក់នៅក្នុង showroom ទេពណ៌ជាក់ស្ដែងគឺមានតែ2ទេពណ៌សហើយនិងពណ៌ប្រផេះហើយចំពោះការធានារបស់វាវិញគឺ8ឆ្នាំឬស្មើនឹង160,000 គីឡូម៉ែត្របងប្អូនទទួលបានការធានាពីក្រុមហ៊ុនផ្លូវការតែម្ដងសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចធ្វើការតំណែងទៅកាន់គណព័ត៌ផ្លូវការ BYD Cambodia ឬក៏បងប្អូនអាចធ្វើការអញ្ជើញមកកាន់ showroom BYD គ្រប់សាខាទាំងអស់គណៈពេលនេះដែរខ្ញុំបាទក៏សូមអរគុណសម្រាប់ការតាមដានទស្សនាមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment បានសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ